ស្ដីមិត្តភ័ក្តិនៅក្នុងសង្គម Facebook ទាំងអស់វីដេអូឃ្លីបមួយនេះខ្ញុំសូមផ្ញើជូនលោកប្រធានសំរងស៊ីនិងលោកអនុប្រធានកឹមសុខាក្នុងនាមខ្ញុំជាកូនខ្មែរក្នុងនាមខ្ញុំមានឈាមជ័រជាខ្មែរក៏ជំនួសឲ្យបងប្អូនខ្មែរទាំងនៅក្នុងស្រុកក៏ដូចជានៅក្រៅប្រទេសទាំងអស់សូមសំណូមពរលោកប្រធានទាំងពីរសូមមេត្តាកុំក្បត់នៅឆន្ទៈប្រជាពលរដ្ឋកុំក្បត់នៅឆន្ទៈខ្លួនឯងអសោះសូមមេត្តាធ្វើមហាបាតកម្មដើម្បីរកយុត្តិធម៌ឲ្យខ្មែរជាតិខ្មែរយើងទាំងមូលផងទោះបីជាអំណាចអីក៏ដោយក្នុងនាមពួកយើងជាកូនខ្មែរគឺសូមលោកប្រធានទាំងពីរសូមកុំចូលដៃចូលជើងជាមួយនឹងចៅជាមួយនឹងបកចៅជាមួយនឹងរដ្ឋសភាចៅអសោះទោះបីជាអំណាចអីក៏ដោយសូមកុំចូលរួមអសោះពីព្រោះកូនខ្មែរមិនចង់បានការចូលរួមធ្វើការជាមួយនឹងចៅទេកូនខ្មែរបោះឆ្នោតកូនខ្មែរខំប្រឹងរហូតដល់ឥឡូវហ្នឹងគឺដើម្បីអីគឺទី1ដើម្បីការផ្លាស់ប្ដូរអំណាចរដ្ឋទី2គឺដើម្បីផ្លាស់ប្ដូរនៅមេដឹកនាំទី3គឺដើម្បីផ្លាស់ប្ដូរនៅរបបកុម្មុយនីសមួយនេះអញ្ចឹងហើយសូមកុំក្បត់ប្រជាពលរដ្ឋអីសូមមេត្តាធ្វើយ៉ាងណាក៏ដោយគឺរកយុត្តិធម៌គឺធ្វើការផ្លាស់ប្ដូរកូនខ្មែរបងប្អូនខ្មែរមិនចង់បាននាយករដ្ឋមន្ត្រីដដែលគោលនយោបាយដដែលប្រទេសខ្មែរលិចលង់អស់ហើយប្រហែល10ឆ្នាំហើយមានឃើញទេមានឃើញសល់អីអត់លោកប្រធានបានឃើញអត់អញ្ចឹងហើយសូមលោកប្រធានទាំងពីរកុំក្បត់ឆន្ទៈប្រជាពលរដ្ឋអីសោះគឺហាមដាច់ខាតមិនឲ្យលោកប្រធានទាំងពីរចូលដៃចូលជើងជាមួយនឹងចៅជាមួយនឹងរដ្ឋសភាចៅទេហើយបើសិនជាលោកប្រធានទាំងពីរចូលរួមជាមួយនឹងចៅសូមគុំថាយុវជនខ្មែរបងប្អូនខ្មែរទាំងអស់ចិត្តអាក្រក់ឲ្យសោះពួកយើងគាំទ្រលោកទាំងពីរគាំទ្រគណៈបកសង្គ្រោះជាតិគឺដើម្បីសង្គ្រោះជាតិតែបើសិនជាលោកទាំងពីរចូលរួមជាមួយនឹងចៅហើយបងប្អូនខ្មែរទាំងអស់នឹងធ្វើមហាបាតកម្មទម្លាក់ចោលទាំងអស់ពីព្រោះអីចោលទាំងអស់គ្នាចោលធ្វើការជាមួយចោលដូច្នេះហើយសូមលោកប្រធានទាំងពីរមេត្តាកុំក្បត់ឆន្ទៈប្រជាពលរដ្ឋឯសោះចាសូមអរគុណ